ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលមកនិយាយ Faber Color Sensor ដោយប្រធានលោកគ្រូប៉ុនឆាយុទ្ធសមាជិកក្រុមរបស់ខ្ញុំមានឈុំពេត្រាថនសេដ្ឋនិតអិនគិសីហៈនិងខាន់ម៉ារ៉ាឌីយើងក៏លេចមកមើលមេតិកាវិញមាន4ចំណុចទី1លក្ខណៈ color Faber Sensor 2ឧបករណ៍សម្រាប់ដំឡើង3របៀប reset និង set 4ដំណើរការនិងការតេស្តយើងមកដល់ចំណុចទី1លក្ខណៈ color fiber sensor color fiber sensor ជាឧបករណ៍ចាប់សញ្ញាកម្រិតពណ៌ដោយប្រើកាបអុបទិកដើម្បីចាប់ object និងបែងចែកពណ៌ sensor នេះមាន2ផ្នែកគឺ emitter និង receiver ដែលនៅជាមួយគ្នាលក្ខណៈពិសេសវាមានភាពធន់នឹងសីតុណ្ហភាពងាយស្រួលក្នុងការដំឡើងពេលវេលាឆ្លើយតបរហ័សនិងអាចប្រើប្រាស់នៅទីតាំងតូចចង្អៀតឧបករណ៍និងសម្ភារៈដែលយើងយកមកដំឡើងក្នុងការអនុវត្តនេះមានដូចជាក្តារបូតនិងបូកគោជំនួយយើងមាន object board controller និង accessory យើងមកដល់ចំណុចទី3របៀប reset និង set របៀប reset យើងទីដំបូងយើងត្រូវចុចពាក្យ tune និង NONC ជាមួយគ្នាឲ្យជាប់ពី3វិនាទីទៅ5នោះវានឹងចេញពី authority បន្ទាប់មកយើងចុច mode វានឹងចេញពាក្យ no បូកនឹងដកដើម្បីរកពាក្យ init ចុច mode យើងមកដល់របៀប set វិញយើងចុច mode ឲ្យជាប់3វិនាទីវាចេញ deep ចុចបូកដកវានឹងចេញ OPT ចុច mode ចេញលេខ1ចុចបូកព្រមបឹក2វិញយើងចុច mode វាចេញ COOT ចុចបូកដកយកពាក្យ call ចុច mode ឲ្យជាប់3វិនាទីហើយដាក់ object ពណ៌ដែលយើងចង់ចាប់រួចចុច tune ហើយយើងចុច mode ដើម្បីចេញពាក្យ output ទី2ចុច tune ហើយដាក់ object ទី2រួចចុច tune យើងមកពីដឹងដំណើរការនឹងការតេស្តវិញ color fiber sensor បន្ទាប់ពីការ set ឲ្យចាប់រួចរាល់ហើយដែលយើង set លើ output ទី1ចាប់ពណ៌កៅឈូកនិង output ទី2វាចាប់ពណ៌លឿងយើងឃើញថាវាចាប់បានហើយការពីពណ៌ដែលមិន set ឃើញវាចាប់មិនបានទេយើងសូមកន្លែងមកមើលវីដេអូការអនុវត្តរបស់យើងវិញជាដំបូងយើងតខ្សែជាមួយតែម៉ណឲ្យត្រូវទៅក្នុងវីដេអូនេះហើយទៅបន្ទាប់មកយើងត្រូវតចូលជាមួយ amplifier ទៅ sensor ហើយទៅ3នេះយើងត្រូវចុច reset វាឃើញថាពេល reset វាហើយពណ៌អីក៏វាចាប់បានដែរចាប់បានគ្រប់ពណ៌យើងសូមមកមើលពេលយើង set output ទី1តាមការណែនាំដូចនៅក្នុង slide វាចាប់បានតែពណ៌កញ្ចុកទេពេលវាឡើងលេខដល់970ចំណែកពណ៌លឿងវិញវាឡើងបានប្រហែលត្រឹម400ជាងទេនេះចំពោះយើងហើយទៅចំពោះ output ទី2វិញយើងចុចតាមការណែនាំហើយយើងឃើញថាវាចាប់បានតែពណ៌លឿងទេចំណែកពណ៌កញ្ចុកចាក់បានទេចំពោះ output ទី2ដូចនៅក្នុងវីដេអូនេះពណ៌លឿងវាឃើញលេខ975ឡើងវាភ្លឺហើយចំណែកពណ៌កញ្ចុកវាបានត្រឹមខ្ទង់300ជាងទេបាទការបកស្រាយរបស់ក្រុមខ្ញុំចប់ហើយសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានស្ដាប់